ខ្ញុំនៅតែម្នាក់ឯងខ្ញុំសែននឹងដបផ្ទះខ្ញុំនឹកដល់អ្នកម្ដាយពុកម៉ែកាន់តែចាស់ហើយកូនផ្លាស់មកនៅឆ្ងាយជីវិតរស័តអណ្ដែតចេញពីខេត្តមកនៅក្រុងដើររកការងារធ្វើក្លែងលោកបានប្រាក់ចំណូលជួយទៅដល់គ្រួសារជួយពុកជួយម៉ែហើយជួយប្អូនមកទៅសាលានេះហើយទួនាទីរីច្បងនៅក្នុងគ្រួសារទួងតែពេលនេះវាមិនទាន់ដល់ត្រើយតែកូននៅតែខំគ្មានពៀនឹងបក្រោយខំដើរទៅមុខឲ្យជីវិតបានស្បើយកុំស្ដាប់ពាក្យសម្ដីគេនិយាយគេដងហើយត្រូវប្រឹងប្រែងខ្លួនឯងទើបជីវិតមានតម្លៃដៃពីរជើងពីរប្រឹងធ្វើការទាំងតែគ្មានពេលសម្រាកមានតម្លៃដៃពីរជើងពីរប្រឹងធ្វើការទាំងតែគ្មានពេលសម្រាកជីវិតនៅលើលោកាខំធ្វើការដើម្បីអាហារដើម្បីគ្របពាក់និងដើម្បីគ្រួសារព្រោះតែជីវភាពខ្ញុំក្រទើបខំរកខ្ញុំមិនដែលតូចតែមិនចង់ប្រៀបធៀបនឹងគេព្រោះឯគេជាកូនថៅកែទោះជាគេមិនធ្វើការអីក៏គេមានលុយចាយដែរចំណែកឯរូបយើងវិញបើមិនធ្វើដឹងថាអត់ចំណាយហើយនឹងចំណូលគុំចំណាយលើចំណេញចំណេះហើយនឹងជំនាញរៀនឲ្យចេះចាំមិនចេញខិតខំដោយខ្លួនឯងវិញទើបជីវិតមានតម្លៃកុំអាឡ័យទៅរកជំនួយកុំដេកព្រួយនឹងជីវិតខ្លួនយើងត្រូវតែគិតធ្វើយ៉ាងណាឲ្យបានប្រសើរជាងមុនឃ្លាតកាយចេញមកពីផ្ទាំងដៃសំពាំងលាអ្នកទាំងពីរដើម្បីជីវភាពគ្រួសារកូនប្រាជ្ញានឹងវងវីនឹងការងារព្រោះពេលវេលាពិតមានតម្លៃមិនចង់លឺគេនិយាយថារូបកូនជាមនុស្សមិនល្អតែពេលនេះវាមិនទាន់ដល់ត្រើយតែកូននៅតែខំគ្មានពៀនឹងបក្រោយខំដើរទៅមុខឲ្យជីវិតបានស្បើយកុំស្ដាប់ពាក្យសម្ដីគេនិយាយគេដងហើយត្រូវប្រឹងប្រែងខ្លួនឯងទើបជីវិតមានតម្លៃដៃពីរជើងពីរប្រឹងធ្វើការទាំងតែគ្មានពេលសម្រាកមានតម្លៃដៃពីរជើង